បាញ់អ៊ុយក្រែនស្ទើរតែខ្ទេចប្រទេសទៅហើយប៉ុន្តែលោកប្រធានាធិបតី Vladimir Putin នៅតែលើកឡើងថារុស្ស៊ីនៅមិនទាន់មានអាវុធគ្រប់គ្រាន់ឡើយទេត្រូវតែផលិតបន្ថែមទៀតទើបបានស្របពេលដែលលោកប្រធានាធិបតី Zelensky ចោទប្រកាន់ថាវិមានកម្លាំងកំពុងតែអូសក្រឡាដើម្បីធ្វើសង្គ្រាមបន្តទៀតនិងស្របពេលដែលលោក Donald Trump ក៏ប្រកាសអំពីគម្រោងផលិតស្ដេចការពារដែនអាកាសចំនួនថ្មីខ្លាំងគ្មានគូប្រៀបដែលនឹងដាក់ឈ្មោះថា Golden Dome ផងដែរនោះអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការឧស្សាហកម្មយោធាជាតិកាលពីថ្ងៃពុធម្សិលមិញនេះលោក Putin បានលើកឡើងយ៉ាងដូចនេះថារោងចក្រផលិតអាវុធស្ទើរតែទាំងអស់របស់រុស្ស៊ីសិតតែផលិតបំពេញតាមផែនការបានទាំងស្រុងឧទាហរណ៍ដូចជាសង្វាក់ផលិតកម្មអាវុធសង្វាក់ផលិតកម្មប្រព័ន្ធទំនាក់ទំនងឧបករណ៍ស៊ើបការនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកសិតតែកើនឡើងជាងទ្វេដងនៅក្នុងនោះមានដូចជារថពាសដែកបាន 4000 គ្រឿងយន្តហោះនិងអធម្មបេក្ខចក្របាន 180 គ្រឿងនិងដ្រូនប្រភេទផ្សេងៗជាង 1 លាន 5 សែនគ្រឿងជាដើមប៉ុន្តែវានៅតែមិនគ្រប់គ្រាន់នោះទេសម្ដីរបស់លោក Putin ត្រូវបានអ្នកវិភាគមើលឃើញថាលោកចង់ផ្ដាច់ដង្ហើមអ៊ុយក្រែនតែម្ដងនៅក្នុងសង្គ្រាមនៅឆ្នាំទី4នេះបើទោះបីជាកំពុងចរចាជាមួយនឹងលោក Donald Trump ក៏ដោយដើម្បីបញ្ចប់សង្គ្រាមទន្ទឹមគ្នានោះលោកប្រធានាធិបតី Zelensky ឯណោះបានចោទប្រកាន់លោក Putin ថាកំពុងតែព្យាយាមអូសក្រឡាដើម្បីបានឱកាសធ្វើសង្គ្រាមបន្តទៀតលោក Zelensky បានចោទប្រកាន់បែបនេះក្រោយពេលដែលលោក Donald Trump អះអាងថាលោក Putin ព្រមចរចាគ្នាជាមួយនឹងអ៊ុយក្រែននៅក្នុងពេលឆាប់ៗនេះហើយដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់ពីលោកបានជជែកគ្នាតាមទូរស័ព្ទអស់ប្រហែលជា2ម៉ោងនោះឃើញរុស្ស៊ីបង្កើនការផលិតកាន់តែច្រើនបែបនេះហើយស្របពេលដំណើរគ្នានោះលោកប្រធានាធិបតី Donald Trump ក៏បានប្រកាសអំពីផែនការផលិតស្ដេចការពារដែនអាកាសចំនួនថ្មីដែលមានឈ្មោះថា Golden Dome ផងដែរដោយធ្វើយ៉ាងណាឲ្យវាអាចយកប្រើប្រាស់បាននៅចុងអាណត្តិរបស់លោកតែម្ដងដោយយកលំនាំតាម Iron Dome របស់អ៊ីស្រាអែល Golden Dome នឹងមានសមត្ថភាពបាញ់កម្ទេចគ្រប់មីស៊ីលរបស់សត្រូវមិនថាលើអាកាសសូម្បីតែមិនទាន់ហោះចេញពីកណ្ដុងផងក៏អាចបាញ់កម្ទេចផងដែរដោយវាបំពាក់ទៅដោយ sensor បច្ចេកវិទ្យាខ្ពស់បំផុតទាំងនៅលើដីលើសមុទ្រនិងនៅទីអវកាសមូលដ្ឋានសម្រាប់ប្រព័ន្ធ Golden Dome នេះផងដែរមានសេចក្តីរាយការណ៍ថាគ្រាន់តែផ្នែកនៃប្រព័ន្ធនេះនៅទីអវកាសគឺនឹងចំណាយប្រាក់រហូតដល់542,000 លានដុល្លារអាមេរិកឯណោះសម្រាប់រយៈពេល20ឆ្នាំទៅមុខទៀតមន្ត្រីអាមេរិកបានទទួលស្គាល់ថាបច្ចុប្បន្នមីស៊ីលរបស់សត្រូវគឺពិតជាទំនើបខ្លាំងណាស់ប៉ុន្តែបើប្រព័ន្ធ Golden Dome រៀបចំរួចរាល់មិនថាមីស៊ីលរបស់សត្រូវលឿនប៉ុណ្ណាលឿនជាងសម្លេងខ្លាំងប៉ុណ្ណាក៏នឹងធ្លាក់ទាំងអស់